อิสราเอลបញ្ជាក់ថាបទជប់បាញ់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់មិនរាប់បញ្ចូលប្រទេសលីបង់ទេនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រកាសនៅថ្ងៃពុធទី 8 ខែមេសាថាអ៊ីស្រាអែលគាំទ្រការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្អាកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់រយៈពេល2សប្តាហ៍ប៉ុន្តែបានអះអាងថាបទជប់បាញ់នេះមិនរាប់បញ្ចូលប្រទេសលីបង់ទេនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X លោក Netanyahu បាននិយាយថាអ៊ីស្រាអែលគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដើម្បីធានាថាអ៊ីរ៉ង់លែងបង្កការគំរាមកំហែងនុយក្លេអ៊ែរ មីស៊ីល និងភេរវកម្មដល់អាមេរិក អ៊ីស្រាអែល ប្រទេសជិតខាងអារ៉ាប់របស់អ៊ីរ៉ង់និងពិភពលោកទៀតហើយប៉ុន្តែសេចក្តីថ្លែងការណ៍នេះបាននិយាយថាបទជប់បាញ់មិនរាប់បញ្ចូលប្រទេសលីបង់ទេដែលផ្ទុយនឹងការប្រកាសពីមុនរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif ដែលបានដើរតួនាទីជាអ្នកសម្របសម្រួលក្នុងចំនួននេះលោក Sharif បាននិយាយថាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានយល់ព្រមលើបទជប់បាញ់គ្រប់ទីកន្លែងរួមទាំងប្រទេសលីបង់ផងដែរដែលបង្ហាញថាអ៊ីស្រាអែលបានយល់ព្រមបញ្ឈប់ការឈ្លានពានទៅលើប្រទេសជិតខាងភាគខាងជើងរបស់ខ្លួនគូបញ្ជាក់ផងដែរថាប្រទេសលីបង់ត្រូវបានអូសទាញចូលទៅក្នុងសង្គ្រាមនៅថ្ងៃទី 2 ខែមីនាបន្ទាប់ពីក្រុម Hezbollah ដែលជាសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់បានបើកការវាយប្រហារលើអ៊ីស្រាអែលទោះជាយ៉ាងណាមិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីក្រុម Hezbollah ឬប្រទេសលីបង់នៅឡើយទេ